បងប្អូនអ្នកតាមដានរឿងសាមកុកប្រហែលជានឹងចាំថានិប័យគឺជាមនុស្សដែលមានគុណធម៌អ្នកខ្លះក៏ថាអ្នកមានគុណធម៌คล้ายៗអញ្ចឹងទៅអ្នកគុណធម៌អ្នកមានគុណធម៌លាក់មុខឬក៏អឺបរោះអឺគុណធម៌ដែលមានគុណធម៌คล้ายៗលីប័យដំបងឡើយគាត់គឺជាមនុស្សដែលចេះអោនលំទោននឹងទន់ភ្លន់មែនទែននៅពេលដែលគាត់ចាញ់សង្គ្រាមជាមួយនឹងតបរបស់ឆាវហើយគាត់ដាក់ចិត្តដាក់កាយអោនលំទោនខ្លួនដើម្បីទៅអញ្ជើញខុងមិញគាត់មិនមែនទៅលើកតែម្ដងទេអ្នកដែលតាមដានទាំងអស់គ្នាប្រកាសជាដឹងគាត់ទៅអញ្ជើញលាវប៉ៃរហូតដល់ទៅ3ដងបើសិនជាមនុស្សធម្មតាដែលអត់មានឆន្ទៈដើម្បីឲ្យសម្រេចគោលដៅនឹងយកឬក៏អញ្ជើញខុងមិញឲ្យត្រូវតែបានមកធ្វើជាទីប្រឹក្សាប្រហែលជាមិនទៅដល់លើកទី3ទេទៅតែម្ដងឬក៏2ដងគឺប្រកាសជាឈប់ហើយក៏ប៉ុន្តែលាវប៉ៃគាត់ទៅបានទៅអញ្ជើញខុងមិញរហូតដល់3ដងដែលជាហេតុធ្វើឲ្យខុងមិញគាត់រំភើបចិត្តហើយគិតថាលាវប៉ៃនឹងគាត់ជាមនុស្សដែលមានការអោនលំទោននិងឲ្យតម្លៃពីសមត្ថភាពចំណេះដឹងនិងយុទ្ធសាស្ត្ររបស់ជូកលៀងខ្លួនឯងដែលមានអញ្ចឹងហើយទើបលាវជូកលៀងសុកចិត្តមកតាមធ្វើជាទីប្រឹក្សារបស់លាវប៉ៃប៉ុន្តែរឿងដែលមានការផ្លាស់ប្ដូរខ្លាំងនៅពេលដែលលាវប៉ៃទទួលបានទឹកដីស៊ីឈួនដោយសារតែការលះបង់របស់ផានថុងដឹងពីមហិច្ឆតារបស់លាវប៉ៃដែលចង់បានស៊ីឈួនដើម្បីពង្រឹងអំណាចនិងបង្កើនឥទ្ធិពលនៅក្នុងនគរទាំង3ដើម្បីឲ្យមានទីតាំងធំមួយនិងទីតាំងយុទ្ធសាស្ត្រមួយដើម្បីឈរជើងទប់ទល់ជាមួយឆាវផងនិងជាទីតាំងមួយសម្រាប់អាចថាការពារខ្លួនពីការវាយប្រហាររបស់តុងអ៊ូផងក៏ប៉ុន្តែនៅពេលដែលទទួលបានស៊ីឈួនលាវប៉ៃស្រាប់តែមានការផ្លាស់ប្ដូរយ៉ាងធំគឺផ្លាស់ប្ដូរចរិតពីអ្នកដែលចេះអោនលំទោនពីអ្នកដែលចេះស្ដាប់យោបល់ទីប្រឹក្សាទៅជាអ្នកក្រអឺតក្រទមហើយមិនស្ដាប់ទីប្រឹក្សាដោយយល់ថាខ្លួនមានអំណាចមានសមត្ថភាពមានកម្លាំងពេញលេញគឺលើកតបទៅដល់ចិត្តឯងដោយគ្មានការឯកភាពពីទីប្រឹក្សាតែគាត់យល់ថាតុងអ៊ូមានមេតបនៅវ័យក្មេងខ្ចីខ្វះបទពិសោធន៍ក្នុងការធ្វើសង្គ្រាមធ្វើសឹកក៏ប៉ុន្តែគាត់អត់បានយល់ស៊ីជម្រៅអំពីយុទ្ធសាស្ត្ររបស់ដៃគូដែលគេជាអ្នកសិក្សាមែនក៏ប៉ុន្តែគេជាអ្នករៀនអំពីយុទ្ធសាស្ត្រនិងល្បិចកលនៅក្នុងការប្រើប្រាស់ទ័ពគេអត់ប្រើប្រាស់កម្លាំងបាយក៏ប៉ុន្តែគេប្រើប្រាស់កម្លាំងបញ្ញាដើម្បីវាយបករហូតដល់លាវប៉ៃចាញ់សង្គ្រាមជាមួយតុងអ៊ូដែលធ្វើឲ្យលាវប៉ៃជឿចិត្តយ៉ាងខ្លាំងទី1សងសឹកអត់បានទី2ខាត់បងទ័ពឧបករណ៍ចម្បាំងស្បៀងដែលធ្វើឲ្យលាវប៉ៃនឹងគាត់ជឿចិត្តយ៉ាងខ្លាំងតែពិតការចាញ់សង្គ្រាមនោះវាធ្វើឲ្យលាវប៉ៃនឹងជឿចិត្តយ៉ាងខ្លាំងទី1សងសឹកឲ្យបងប្អូនទាំងពីររបស់គាត់បានទី2ខាតទ័ពចម្បាំងខាតសម្ភារៈសឹកខាតស្បៀងតែធ្វើគាត់ជឿចិត្តរហូតដល់ស្លាប់អញ្ចឹងហើយតាមរយៈមេរៀនរបស់លាវប៉ៃសបញ្ជាក់ឲ្យឃើញថាការប្រើកម្លាំងបាយវាមិនស្មើនៃការប្រើកម្លាំងប្រាជ្ញានៅក្នុងយុគសម័យនោះអរគុណច្រើន